តើអ្វីទៅជាស្រទាប់បរិយាកាសស្រទាប់បរិយាកាសគឺជាឧស្ម័នដែលព័ទ្ធជុំវិញផែនដីវាមានសារៈសំខាន់ចំពោះជីវិតនៅលើផែនដីព្រោះវាបានផ្ដល់នូវអុកស៊ីហ្សែនសម្រាប់ដកដង្ហើមនិងជួយរក្សាសីតុណ្ហភាពឲ្យសមរម្យនិងការពារផែនដីពីការរស្មីគ្រោះថ្នាក់ពីព្រះអាទិត្យបរិយាកាសជាកន្លែងដែលបង្កើតនូវអាកាសធាតុដូចជាភ្លៀងខ្យល់និងពពកផងដែរស្រទាប់ទី1គេហៅថា troposphere ដែលជាស្រទាប់ទាបបំផុតនៃបរិយាកាសស្រទាប់នេះមានកម្ពស់ប្រហែលពី0ដល់12គីឡូម៉ែត្រជាកន្លែងដែលមនុស្សនិងសត្វរស់នៅអាកាសធាតុទាំងអស់ដូចជាភ្លៀងខ្យល់ពពកនិងព្យុះកើតឡើងនៅស្រទាប់នេះឯងស្រទាប់ទី2គេហៅថា stratosphere ដែលជាស្រទាប់មួយដែលមានកម្ពស់ប្រហែល12ដល់50គីឡូម៉ែត្រនិងមានស្រទាប់អូសូនដែលជួយស្រូបយកកាំរស្មី Ultra UV ពីព្រះអាទិត្យដើម្បីការពារជីវិតនៅលើផែនដីស្រទាប់ទី3គេហៅថា mesosphere ដែលមានកម្ពស់ប្រហែល50ដល់85គីឡូម៉ែត្រនៅក្នុងស្រទាប់នេះអាចផ្កាយតូចៗភាគច្រើននិងឆេះនៅពេលដែលវាមកក្នុងបរិយាកាសដោយសារការកកិតជាមួយខ្យល់ស្រទាប់ទី4គេហៅថា thermosphere ដែលមានកម្ពស់ប្រហែល85ដល់600គីឡូម៉ែត្រស្រទាប់នេះមានសីតុណ្ហភាពខ្ពស់ណាស់ហើយនៅតំបន់ជិតប៉ូលដែលយើងអាចមើលឃើញនៅ Aurora ដែលជាពន្លឺដ៏ស្រស់ស្អាតចេញពីលើមេឃស្រទាប់ចុងក្រោយនោះគេហៅថា exosphere ដែលជាស្រទាប់ខាងក្រៅបំផុតនៃបរិយាកាសនៅទីនោះឧស្ម័នមានបរិយាកាសតិចណាស់វាជាតំបន់ដែលទៅកាន់លំហអាកាសស្រទាប់នេះគឺជាកន្លែងដែលផ្កាយរណ្ដប់ជាច្រើនធ្វើដំណើរជុំវិញផែនដី